បាយបួសបាយមន្ត្រីគឺកើតចេញអំពីញើសឈាមប្រជាកសិករនិងប្រជាពលរដ្ឋដូចគ្នាខុសគ្នានោះគឺត្រង់ឆាន់ចង្ហាន់រួចបរិភោគអាហាររួចអនុវត្តកិច្ចការខុសគ្នាប៉ុន្តែគឺដើម្បីប្រយោជន៍សាធារណៈដូចគ្នាទេដូច្នេះអស់លោកឬព្រះអង្គដែលបានឆាន់ចង្ហាន់ដែលបានបរិភោគទានរបស់ម្ចាស់ទានត្រូវរំលឹកដល់អាត្មាអញជារឿយៗថាត្រូវសងគុណដល់ម្ចាស់ទានយ៉ាងណា